មុខរបរមិនដោះផ្សិតអំបោះក៏ជាមុខរបរមួយអាចបង្កើនចំណូលនិងឲ្យជីវភាពបងប្អូនទូទៅបានដែរបើសិនជាបងប្អូនចេះច្បាស់ក្នុងការបដោះនិងបច្ចេកទេសមួយចំនួនហើយក្នុងវីដេអូនេះខ្ញុំនឹងរៀបរាប់ពីដំណើរការត្រួសឬក៏ខ្លីៗពីដំណើរការក្នុងការផលិតហើយការធ្វើជាមួយបងប្អូនកសិករនេះគឺជាការធ្វើអចនាបែបឆិនឆៃទេអចនាដែលមានមិនមានច្បាស់លាស់ទេដោយសារវាជាកន្លែងគេកែច្នៃគ្រឿងឈើអញ្ចឹងអចនាវាអាចមានលាយមានឡំជាមួយនឹងផ្សេងមិនមានដូចជាកសិដ្ឋានកន្លែងគេផលិតផ្សិតអំបោះមួយធំគេមានប្រភពអចនាដូចជាអចនាកស៊ូឬក៏គេប្រើសារធាតុចិញ្ចឹមលាយជាមួយអីផ្សេងចំពោះការធ្វើនេះផងដែរពួកខ្ញុំប្រើក្នុងការអចនា100គីឡូទេប្រើដើម្បីសាកល្បងកសិករក៏ចង់ដឹងធ្វើថាដោះនឹងដោះហ្នឹងប៉ុន្តែយើងក៏សាកដងធ្វើមួយគាត់ទៅហើយយើងគាត់ធ្វើច្រើនហើយថាដោះបន្ទាប់ពីយើងផ្អាប់អចនារយៈពេល1សប្តាហ៍លាយរូបមន្តដែលខ្ញុំធ្លាប់ធ្វើក្នុងវីដេអូមុនហ្នឹងមានដូចជាកតួអ៊ុយរ៉េយើងប្រើអ៊ុយរ៉េតែបន្តិចទេហើយជាពិសេសយើងប្រើក្នុងការផ្អាប់យើងច្រកក្នុងថង់ចំហុយហើយនេះមេយើងចំហុយវារយៈពេល4ទៅ5ម៉ោងយើងយកមេមកដាក់ក្នុងថង់ចងមាត់ប្រើក្បាលប្រើចងក្រាស់មកពីតទៅយើងធ្វើការបែបនេះយើងដឹងហើយផ្សិតអំបោះឬក៏ផ្សិតសហ្នឹងយើងផ្អាប់រយៈពេលបន្ទុំផ្អាប់យើងបន្ទុំរយៈពេល30ទៅ35ថ្ងៃបានផ្សិតវាចាប់ផ្ដើមចេញហើយបញ្ជាក់ផងដែរវាមិនមានថាងាយស្រួលធ្វើក៏មិនពិបាកធ្វើខ្លាំងពេកដែរយើងតាមបច្ចេកទេសយើងនីមួយហើយការថែទាំជាពិសេសអនាម័យមែនទែនហើយយើងបន្តការតាមដានដំណើរនៃការដើររស័យមេសេយោមរបស់ផ្សិតក្នុងផ្សិតរបស់ហើយផ្សិតនេះយើងធ្វើគ្រាន់ជាដំណាក់កាលសាកល្បងឲ្យគាត់មើលឃើញថាពីដំណាក់កាលនីមួយគេធ្វើបែបហ្នឹងហើយយើងក៏ដើរជ្រើសរើសអចនានៅក្នុងតាមភូមិយកមកធ្វើយើងធ្វើបានអចនាក្នុងភូមិធ្វើបានប៉ុន្តែផ្សិតយើងចេញទៅវាមិនស្អាតវាសុខភាពល្អចុងក្រោយវាអាចមានឆ្លងជំងឺអីតិចតួចដែរណាហើយនេះគឺជាការធ្វើជោគជ័យបន្ទាប់តាមដានរយៈពេល35ថ្ងៃតិចតួចដោយសារការថែទាំយើងហើយនឹងបរិបត្តិស្ថានភាពទីកន្លែងនេះអត់សូវស្អាតហើយផ្សិតយើងចាប់ផ្ដើមចេញដោះហើយយើងធ្វើតែ100ថង់ជាងតិចតួចទេហើយនេះគឺជាដំណើរការនៃផ្សិតយើងធ្វើថាប្រមូលផលហើយវីដេអូប៉ុណ្ណឹងទេអរគុណច្រើនជម្រាបលា